ស្រាយចម្ងល់ឲ្យច្បាស់បន្តិចជុំវិញនឹងការលេងពានរង្វាន់ក្រៅស្រុករបស់ក្លឹបអាជីពនៅកម្ពុជានាឆ្នាំក្រោយនៅរដូវកាល2025-2026ពោលគឺការប្រកួតប្រជែងនាឆ្នាំក្រោយនេះក្លឹបនៅកម្ពុជានឹងមានតែមួយកៅអីដដែលទេសម្រាប់ការលេងពានរង្វាន់ AFC Challenge League ហើយអ្វីដែលប្រកាន់រាជស្វាយរៀងកំពុងតែធ្វើបានល្អនៅពេលនេះនឹងមានផលប្រយោជន៍នៅរដូវកាល2026-2027ពោលគឺយើងមានកន្លះកៅអីលេង AFC Champions League 2និងកន្លះកៅអីទៀតលេង AFC Challenge League តែអ្វីៗក៏មានការប្រែប្រួលទៅតាមនោះដែរបើយើងក៏លេខទៅមើលពិន្ទុរបស់ក្លឹបនៅកម្ពុជានាពេលបច្ចុប្បន្នបន្ទាប់ពីប្រកាន់រាជស្វាយរៀងធ្វើបានល្អក្នុងការប្រកួតប្រជែងនេះពេលនេះយើងមានពិន្ទុ 15.712 ដែលឈរនៅចំណាត់ថ្នាក់លេខ12នៃប្រទេសក្នុងតំបន់អាស៊ីខាងកើតនិងកាន់តែគៀកក្នុងការប្រកួតប្រជែងពានរង្វាន់លំដាប់ទី2ប្រចាំទ្វីបអាស៊ីឬគេហៅកាត់ថា AFC Challenge League 2នៅរដូវកាលក្រោយមួយទៀតពោលគឺរដូវកាល2026-2027នាំមកជូនដោយ855 STV ទស្សនាបាល់ទាត់ដោយសេរីកម្រិត HD